សួស្តីបងប្អូនអរគ្នាមកជាមួយខ្ញុំជាមួយនឹង vlog ថ្មីដំបូងសម្រាប់ដំណើរកម្សាន្តទៅប្រទេសក្នុងក្តីស្រមៃចាតម្រាំទៅដល់ប្រទេសក្នុងក្តីស្រមៃហ្នឹងគឺត្រូវឆ្លងកាត់ប្រទេសទី1ទី2ទី3ហើយនឹងឆ្លងកាត់ការជិះយន្តហោះដូរជើងឡើងចុះនិយាយទៅគឺថាហើយឲ្យតែបានឡើងយន្តហោះគឺត្រូវធ្វើម៉េចឲ្យបានមុនគេហើយនេះគឺការញ៉ាំអាហារពេលព្រឹកបន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយបងប្អូនទាំងអស់គ្នាហើយគឺថាបែកក្អួតឆ្ងាញ់ទាំងបែកក្អួតហើយក៏មកដល់ប្រទេសស្វីសស្អាតមែនទែនប្រទេសស្វីប៉ុន្តែមិនមែនជាប្រទេសក្នុងក្តីស្រមៃរបស់ខ្ញុំទេហើយខ្ញុំក៏ទៅបន្តដំណើរទៅប្រទេសបន្តទៀតស្ងាត់ឈឹងនៅលើយន្តហោះគឺថាឡើងបានមុនគេជានិច្ចអូខេហ្នឹងហើយម្នាក់ឯងក៏ទៅដែរទៅដល់ណាក៏ដល់ដែរដើម្បីក្តីស្រមៃមួយនេះបាយបាយសុរេចចាខ្ញុំបានទៅដល់ហើយបានដល់ហើយអាំស្ទ័រដាម